Hello អ្នកដែលចង់ដឹងថាដុំដែលខ្ញុំកំពុងតែនៅហ្នឹងមានរូបរាងម៉េចអ្នកនរគ្នាអាចចូលមកមើលវីដេអូនេះបានចង់ដើរមកដល់ហ្នឹងផ្លាកសញ្ញាដែលគេសម្គាល់ថាដុំស្រីដុំប្រុសអញ្ចឹងណាហើយនេះគឺជាដុំរបស់ខ្ញុំចង់ពេលមកដល់ហ្នឹងត្រូវ scan card សិនបានចូលទៅក្នុងដុំហ្នឹងបានចឹងពេលយើងដើរមកដល់កន្លែងនេះហើយគឺគេមានទ្វារមួយទៀតអាចឲ្យយើង scan កាត់ម្ដងទៀតมันអាចចូលទៅក្នុងនឹងបានទៀតហើយដល់ពេលដើរចូលមកមានកន្លែងដាក់ស្រាំបែងចែកស្រាំហើយនឹងកន្លែងដែលយើងដាក់អីវ៉ាន់នៅក្នុងនឹងបានណាហើយគេមានលេខតាមបន្ទប់រៀងៗខ្លួនចឹងទៅហើយនេះវិញកន្លែងធ្វើម្ហូបអ្នកដែលចង់ធ្វើម្ហូបអាចមកធ្វើនឹងបានហើយមិននឹងនៅជាន់ទី1ឯងចឹងយើងឡើងទៅមើលនៅលើដោយសារតខ្ញុំសិស្សឆ្នាំទី1អញ្ចឹងសិស្សឆ្នាំទី1គេតម្រូវឲ្យនៅជាន់ទី5ទាំងអស់គ្នាចឹងពេលឡើងមកដល់នឹងឃើញមានកញ្ចក់ហើយបន្ទាប់មកពេលបាត់មកខាងស្ដាំនឹងឃើញមានបន្ទប់ទឹកចឹងគ្រប់ជាន់សិតតែមានបន្ទប់ទឹកដូចគ្នាគ្រាន់តែពណ៌ខុសៗគ្នាឯងហើយនេះគេមានបែងចែកអញ្ចឹងណាអាកន្លែងសយោហ្នឹងកន្លែងយើងដុសថ្មិញអីបានហើយពណ៌សនេះបោកកៅអៅបោកម្ដងអស់20យួនហើយមកជួរទឹកសមុទ្រនេះគឺកន្លែងងូតទឹកទាំងអស់ចឹងនេះក្នុងបន្ទប់ទឹកគេគឺអញ្ចឹងឯងមានទឹកក្តៅទឹកត្រជាក់ចង់មុជទឹកអីក៏បានដែរតាមចិត្តហើយមកខាងនេះវិញគឺប្រគុណដោយសារតែគេបែងចែកពីរហើយនៅចិត្តបន្ទប់ទឹកហ្នឹងក៏មានកន្លែងអង្គុយរៀនដែរកន្លែងហ្នឹងយើងចូលបានដោយសេរីហើយបើម៉ាស៊ីនត្រជាក់អីបានពេលយប់ឡើងយើងអត់ចង់រំខានគេយើងអាចអង្គុយរៀនស្ងាត់ៗតែឯងបាននេះកន្លែងយើងដាក់ទឹកផឹកហើយពេលដើរឃើញទូហ្នឹងនេះទូដាក់បិជើងអញ្ចឹងក្នុងមួយបន្ទប់គេមានទូដាក់បិជើងមួយពេលយើងចូលមកក្នុងបន្ទប់ហ្នឹងមាន6ខែហើយនេះគឺជាខែរបស់ខ្ញុំខែទី6ហើយនេះខែមិត្តភក្តិខ្ញុំចឹងនេះខែមួយនៅខមានកន្លែងអង្គុយហើយនៅខាងលើយើងមានកន្លែងគេងចឹងឯងយល់ទៅខែមួយគឺដូចគ្នាទាំងអស់នេះកន្លែងអង្គុយហើយនៅខាងលើហើយមានម៉ាស៊ីនត្រជាក់មួយហើយនៅខាងលើនេះមានតាហានមួយនេះចឹងកន្លែងម្នាក់គឺមានរៀងៗខ្លួនហើយនៅលើនេះមានតាហានមួយទៀតឥឡូវយើងទៅមើលបន្ទប់ហាកៅអៅវិញតែប៉ិតគេមានម៉ាស៊ីនសម្ងួតប៉ុន្តែត្រូវអស់លុយតែខ្ញុំសំចៃទៅខ្ញុំសុខចិត្តមកហាលនៅក្នុងបន្ទប់ហាកៅអៅវិញចំណេញជាងឥឡូវយើងទៅមើលកន្លែងញ៉ាំអីម្ដងអញ្ចឹងនេះខ្ញុំមកហ្នឹងគឺនៅខាងក្រោមដុំប្រុសហេមែនដុំខ្ញុំទេដោយសារតែវាមានកន្លែងញ៉ាំអីធំដូចអ្នកចង់មកញ៉ាំអីចង់អង្គុយរៀនអីនៅហ្នឹងក៏បានដែរវាមានទីធ្លាធំហើយនេះកន្លែងទិញអីចឹងទៅហើយពេលទិញហើយនេះយកមកអង្គុយនៅនេះបានអញ្ចឹងដុំហ្នឹងមានតែប៉ុណ្្នឹងឯងហើយក៏អរគុណសម្រាប់ការតាមដានវីដេអូ